បាទមួយរយៈនេះបងប្អូនធ្វើខ្ញុំគៀងគីឡូបាទមានកត្តាខ្លះដែលធ្វើខ្ញុំគៀងគីឡូដូចជាខ្ញុំបាទគេងអត់លក់បងប្អូនបាទគេងអត់លក់ហើយនឹងធ្វើខ្ញុំ stress បាទគិតច្រើនបាទចឹងតែខ្ញុំគិតច្រើន stress ធ្វើខ្ញុំគេងមិនលក់គឺគីឡូរបស់ខ្ញុំគឺគៀងបងប្អូនបាទហើយចឹងសម្រាប់បងប្អូនបាទដែលស្រកគីឡូមានកត្តាផងដែរដូចជាកត្តាដែលគេងមិនលក់បាទ stress នឹងគឺធ្វើយើងបាទគៀងគីឡូផងដែរហើយសម្រាប់បងប្អូនបាទដែលសម្រកគីឡូគួរតែមានចិញ្ចីងថ្លឹងគីឡូប្រចាំខ្លួនបាទដើម្បីទី1យើងតាមដានអំពីគីឡូរបស់យើងហើយយើងញ៉ាំច្រើនអញ្ចឹងទៅយើងត្រូវកាត់បន្ថយធ្វើម៉េចហើយចឹងសម្រាប់អ្នកដែលស្រកគីឡូក៏ត្រូវតែមានចិញ្ចីងបាទដើម្បីតាមដានគីឡូរបស់យើងផងដែរហើយអ្វីដែលជាសំខាន់គឺកត្តាបាទរបបអាហារអញ្ចឹងអ្នកដែលចង់ស្រកគីឡូក៏ត្រូវតែតមបាទជាមួយនឹងបដូរជាមួយនឹងទម្លាប់បាទរបបអាហារនឹងគឺសំខាន់បំផុតសម្រាប់បងប្អូនដែលចង់ស្រកគីឡូផងដែរ